ពិតជាអស្ចារ្យណាស់មើមឆៃថាវមានសមត្ថភាពដ៏អស្ចារ្យអាចជួយព្យាបាលជំងឺមួយប្រភេទនេះដែលកម្រមានអ្នកដឹងស្ទើរតែនឹកស្មានមិនដល់សោះថាមើមឆៃថាវសដែលជាបន្លែដែលយើងឧស្សាហ៍ឃើញងាយរកទិញនិងមានតម្លៃថោកក៏ប៉ុន្តែវាបែរជាមានគុណប្រយោជន៍ដល់ម្លឹងប្រសិនបើលោកអ្នកប្រើប្រាស់បានត្រឹមត្រូវនោះវាគឺជាឱសថដ៏ពូកែបំផុតក្នុងការសម្អាតស្លេសក្នុងសួតជួយឲ្យផ្លូវដង្ហើមស្រឡះនិងធ្វើឲ្យបំពង់កធូរស្រាលជាពិសេសក្នុងអំឡុងពេលអាកាសធាតុត្រជាក់តែម្ដងដូច្នេះលោកអ្នកកុំទាន់ទៅណានៅក្នុងវីដេអូនេះយើងនឹងបង្ហាញអំពីវិធីប្រើប្រាស់មើមឆៃថាវសផ្សំជាមួយនឹងគ្រឿងផ្សំផ្សេងៗដែលមានស្រាប់ក្នុងផ្ទះបាយរបស់អ្នកសម្រាប់ព្យាបាលជំងឺនិងអាការៈផ្សេងៗដែលលោកអ្នកប្រហែលជាមិនធ្លាប់បានដឹងនោះឡើយទី1សម្រាប់អ្នកមានអាការៈក្អកស្ងួតឧស្សាហ៍ស្ងួតកនិងឈឺបំពង់កជំហានដំបូងលោកអ្នកត្រូវយកមើមឆៃថាវសផ្លែពែឬក៏គេហៅឈ្មោះម្យ៉ាងទៀតថាផ្លែសារីនិងផ្លែពុទ្រាក្រហមក្នុងបរិមាណល្មមមកដាំទឹកឲ្យពុះក្នុងរយៈពេលសមល្មមដែលលោកអ្នកគិតថាវាពុះឆ្អិនល្អបន្ទាប់មកទុកឲ្យវាត្រជាក់ល្មមដែលលោកអ្នកអាចទទួលទានបានសម្រាប់សមត្ថភាពរបស់គ្រឿងផ្សំទាំង3មុខនេះវាជួយឲ្យបំពង់កមានសំណើមកាត់បន្ថយអាការៈក្អកស្ងួតនិងកាត់បន្ថយនៅអាការៈផ្សាក្នុងបំពង់កនេះក៏ព្រោះតែមើមឆៃថាវវាជួយរំលាយស្លេសដែលស្អិតជាប់តងសួតនិងជួយឲ្យខ្យល់ដង្ហើមចេញចូលបានស្រួលចំណែកឯផ្លែពែឬក៏ផ្លែសារីវាផ្ដល់នូវសំណើមដល់សួតកាត់បន្ថយការរលាកនិងការរមាស់កចំណែកឯផ្លែពុទ្រាក្រហមវិញនោះវាមានសមត្ថភាពជួយឲ្យរាងកាយលោកអ្នកមានកម្លាំងនិងកាត់បន្ថយភាពត្រជាក់របស់ឆៃថាវនិងផ្លែសារីដែលធ្វើឲ្យទឹកឱសថមួយប្រភេទនេះវាមានរសជាតិផ្អែមស្រទន់ងាយទទួលទានមិនថាចាស់ឬក៏ក្មេងនោះឡើយទី2សម្រាប់លោកអ្នកកំពុងមានអាការៈផ្ដាសាយតឹងច្រមុះនិងក្អកមានស្លេសថ្លាប្រសិនបើលោកអ្នកកំពុងស្ថិតនៅក្នុងអាការៈបែបនេះលោកអ្នកអាចយកសម្បកឆៃថាវលាយជាមួយនឹងគល់ខ្ទឹមសនិងខ្ញីក្នុងបរិមាណល្មមយកវាមកដាំទឹកបន្ទាប់មកលោកអ្នកត្រូវទុកវាឲ្យត្រជាក់ល្មមដែលលោកអ្នកគិតថាអាចទទួលទានបានចំពោះគ្រឿងផ្សំ3ប្រភេទនេះវាមានសមត្ថភាពដ៏អស្ចារ្យដែលជួយបណ្ដេញនូវភាពត្រជាក់ក្នុងរាងកាយជួយឲ្យលោកអ្នកស្រឡះច្រមុះងាយស្រួលក្នុងការដកដង្ហើមនិងជួយឲ្យបំពង់ករបស់អ្នកស្រឡះនេះក៏ដោយសារតែសម្បកឆៃថាវវាមានសារធាតុបណ្ដេញភាពត្រជាក់ចេញពីរាងកាយបានល្អចំណែកឯគល់ខ្ទឹមនិងខ្ញីវាមានសមត្ថភាពខ្ពស់ក្នុងការជួយឲ្យរាងកាយកក់ក្ដៅជួយបញ្ឈប់ការហៀសម្បោរនិងជួយឲ្យសួតកក់ក្ដៅឡើងវិញលោកអ្នកក៏ត្រូវចំណាំផងដែរថាលោកអ្នកគួរញ៉ាំនៅពេលដែលទឹកក្ដៅអ៊ុនៗដើម្បីឲ្យរាងកាយរបស់អ្នកបញ្ចេញញើសនោះលោកអ្នកនឹងមានអារម្មណ៍ថាស្រឡះច្រមុះភ្លាមៗនិងមានអារម្មណ៍ថាជាសះស្បើយផងដែរទី3សម្រាប់លោកអ្នកដែលមានអាការៈក្អកមានស្លេសខាប់ឬដកដង្ហើមឬសូខេតខតប្រសិនបើលោកអ្នកកំពុងមានអាការៈបែបនេះលោកអ្នកត្រូវយកមើមឆៃថាវសលាយជាមួយនឹងសម្បកក្រូចឃ្វិចបន្ទាប់មកយកវាមកដាំទឹកឲ្យពុះឆ្អិនល្អហើយទុកវាឲ្យត្រជាក់ល្មមដែលលោកអ្នកគិតថាអាចទទួលទានបានចំពោះសមត្ថភាពគ្រឿងផ្សំពីរប្រភេទនេះវាមានសមត្ថភាពអាចរំលាយនៅស្លេសខាប់ជួយឲ្យខ្ជាក់ស្លេសចេញមកក្រៅបានយ៉ាងងាយស្រួលនេះក៏ដោយសារតែមើមឆៃថាវវាជួយធ្វើឲ្យស្លេសដែលខាប់คล้ายទៅជាទន់និងរាវជាងមុនចំណែកឯសម្បកក្រូចឃ្វិចវិញវាគឺជាឱសថបុរាណដ៏ល្បីក្នុងការកម្ចាត់ស្លេសនិងកាត់បន្ថយភាពហប់អ៊ូលក្នុងទ្រូងលោកអ្នកត្រូវចំណាំថាទឹកឱសថនេះគឺល្អខ្លាំងណាស់សម្រាប់មនុស្សចាស់ឬអ្នកដែលតែងតែរលាកតងសួតរ៉ាំរ៉ៃដែលពិបាកដកដង្ហើមជាការណែនាំបន្ថែមនិងជាចំណុចដែលលោកអ្នកត្រូវចាំចំពោះកម្រិតប្រើប្រាស់លោកអ្នកគួរទទួលទានត្រឹមតែ1ទៅ2កែវប៉ុណ្ណោះក្នុងមួយថ្ងៃហើយត្រូវទទួលទានជួបគ្នាពី2ទៅ3ថ្ងៃប៉ុណ្ណោះក្នុងលក្ខខណ្ឌប្រសិនបើលោកអ្នកមានអាការៈក្អកខ្លាំងក្តៅខ្លួនខ្លាំងមានស្លេសពណ៌លឿងខ្លាំងឬបៃតងខ្លាំងឬមានអាការៈឈឺចុកចាប់ក្នុងដើមទ្រូងដកដង្ហើមមិនរួចនោះលោកអ្នកមិនគួរនៅព្យាបាលដោយខ្លួនឯងនៅផ្ទះនោះឡើយលោកអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ព្រោះវាអាចជាសញ្ញានៃការឆ្លងរោគធ្ងន់ធ្ងរក្នុងផ្លូវដង្ហើមរបស់អ្នក